បរិសុទ្ធរាងកាយសាច់ដុំធំសម្បើមម្នាក់កំពុងព្រួតដង្ហើមចេញមកក្រៅយ៉ាងខ្លាំងក្លារហូតបង្កើតបានជាចំហាយផ្សែងហុយចេញពីច្រមុះនិងមាត់របស់គាត់យ៉ាងគួរឲ្យព្រឺខ្លាចជុំម្យងងើបមកសម្លឹងមើលទៅកាន់បរិសុទ្ធនោះខណៈដៃកំពុងកាន់សัตว์កំប្រុកសដែលវាកំពុងយកដៃតូចៗរបស់វាខ្ទប់ត្រចៀកយ៉ាងណែនបរិសុទ្ធកំណាចនោះស្រែកលាន់រំពងពេញទីស្នាក់ការថាតើពួកឯងជានរណាហ៊ានចូលមកទឹកដីពិសិដ្ឋនេះដោយបន្លំខ្លួនផងនិយាយមកបើហេតុផលមិនសមរម្យទេអញនឹងហែកពួកឯងជាចំណែកឲ្យសัตว์ស៊ីជាចំណីមិនខានបែកឆន់ឈរបែកញើសប៉ុនក្របពោតទាំងតក់ស្លុតក្នុងចិត្តថាពិតជាធម្មពលខាងក្នុងដ៏មហាសាលមែនសូម្បីតែមេត្រកោថាងក៏ប្រៀបមិនបាននឹងគាត់ដែរគាត់នៅកម្រិតមួយដែលខ្ញុំមិនធ្លាប់ជួបពីមុនមកទេខ្នងដ៏ធំទូលាយរបស់មេវិមានសត្វឈរយ៉ាងមាំបែរមុខទៅរកក្រុមរបស់ជុំមយងជាមួយនឹងសម្លៀកបំពាក់រោមសត្វដ៏ក្រាស់ឃ្មឹកគាត់ងាកមុខមកវិញដោយបង្ហាញកែវភ្នែកពណ៌ក្រហមឆ្អៅបញ្ចេញកំហឹងយ៉ាងសាហាវនិយាយមកអពុកណ្ដាលទ្វីបដ៏គួរឲ្យចង្រៃកុំឲ្យអញចាំយូរព្រោះអញអាចនឹងហែកពួកឯងចោលមួយរំពេចបែកឆន់បន្តបែកញើសហូរស្រក់ចុះមកក្រោមដោយការភ័យខ្លាចគិតក្នុងចិត្តថាគាត់គ្មានបំណងស្ដាប់ការបញ្យល់របស់យើងសោះគាត់គ្រាន់តែរកលេសដើម្បីហែកពួកយើងជាបំណែកដោយមិនបាច់មានវិបត្តិស្រីប៉ុណ្ណោះតើខ្ញុំគួរធ្វើម៉េចទៅនិយាយខុសតែមួយម៉ាត់វានឹងក្លាយជាមហន្តរាយដែលមិនអាចកែប្រែបានឆុងមយងតាំងស្មារតីតក់ទៅវិញយ៉ាងប្រយ័ត្នប្រយែងពួកយើងមកពីបកហូសានពួកយើងមកទីនេះដើម្បីស្វែងរករបស់ខ្លះតើលោកអាចជួយពួកយើងបានទេគ្រាន់តែឮឈ្មោះបាក់ភ្លាមយន្តចុងនិងជូហ្គលភ្ញាក់ព្រឹតលាន់មាត់ដោយក្តីភ័យស្លន់ស្លោចំណែកឯចុងមយងវិញបើកភ្នែកធំទាំងស្រឡាំងកាំងកែវភ្នែកក្រហមឆ្អៅរបស់មេវិមានសត្វសម្លឹងចំពីមុខយ៉ាងមុតស្រួចបកហូសានគាត់បន្តកំហកសួរយ៉ាងម៉ឺងម៉ាត់ពួកឯងកំពុងប្រាប់អញថាពួកឯងមកពីបកហូសានដែលធ្លាប់ជាអតីតកំពូលបកទាំង10ដោយចង្រៃនោះមែនទេចុងមយងស្រែកតបទៅវិញយ៉ាងច្បាស់ដោយមិនញញើតបាទគឺបកហូសាននឹងហើយខណៈដែលយូអ៊ីសលងាកមកសម្លឹងមើលមុខគាត់ដោយទឹកមុខស្ងប់ស្ងាត់កែវភ្នែករបស់មេវិមានសត្វបើកាន់តែធំកាន់តែក្រហមទ្វេដងមួយដែលនៅសានស៊ីនោះមែនទេគាត់បន្តសួរបញ្ជាក់ពួកឯងគឺជាសិស្សរបស់បកហូសាននោះមែនទេចឹងមានន័យថាពួកឯងគឺជាជើងដ៏ធំសម្បើមរបស់មេវិមានសត្វឈានដើរមកមុខមួយជំហានជន់កំទេចអត្តការោឲ្យបែកខ្ទេចខ្ទីយ៉ាងកក្រើកកម្លាំងជើងនោះបានបង្កើតជាថាមពលរលកឆក់ដ៏មហាសាលបោកបក់ឲ្យកំទេចកម្រាលឥដ្ឋពុះជាពីរតម្រង់ស្លេវទៅរកក្រុមរបស់ជុំមយងយន្តចុងបើកភ្នែកធំទាំងបែកញើសជោគមុខជូហ្គលខំថ្មិញសង្កេតគ្នាមុខប្រែជាស្លេកស្លាំងដោយក្តីតក់ស្លុតបំផុតយូអ៊ីសលដែលធ្លាប់តែស្ងប់ស្ងាត់ក៏បើកភ្នែកធំដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកជុំមយងលើកដៃឡើងបាំងមុខពីកម្លាំងខ្យល់បោកបក់ដ៏ខ្លាំងក្លានោះត្រៀមខ្លួនទប់ទល់មេវិមានសត្វដ៏ធំសម្បើមបានលើកជុំមយងយ៉ាងទន់ភ្លន់ខុសពីចរិតកាលពីអំបញ្ញមិញស្រឡះព្រមទាំងស្រែកឡើងយ៉ាងរំភើបថាសូមស្វាគមន៍ជូហ្គលយន្តចុងនិងយូអ៊ីសលឈរស្រឡាំងកាំងហើយវាចាលេងរួចទាំងក្បាលពោពេញដោយក្តីងឿងឆ្ងល់មេវិមានសត្វងើបឈរសាច់ក្អាកក្អាយយ៉ាងសប្បាយចិត្តរៀបចំពិធីជប់លៀងភ្លាមភ្ញៀវកិត្តិយសមកដល់ហើយសមាជិកវិមានសត្វម្នាក់លើកផ្លុំស្នែងសត្វយ៉ាងខ្លាំងបន្លឺសំឡេងកងរំពងប្រកាសពីការជប់លៀងបុរសសាច់ដុំធំជាច្រើនអ្នកទៀតកំពុងទះវីស្កូជ័យយ៉ាងរន្ថើនបញ្ចេញកម្លាំងញើសហូរតក់ទិដ្ឋភាពអគារវិមានទាំងមូលញ័ររង្គើដោយសាររលកសំឡេងស្គរដ៏កក្រៅសមាជិកវិមានសត្វនាំគ្នារាំលេងយ៉ាងសប្បាយរីករាយដោយដៃម្ខាងកាន់ដបស្រាដៃម្ខាងទៀតលើកឡើងលើរំក្រវីចុះឡើងនៅតុអាហារយន្តចុងនិងក្រុមសិស្សបកហូសានអង្គុយសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួនទាំងហួសចិត្តនេះវាឈួតយកមែនតែនហើយមេវិមានសត្វលើកដៃអញ្ជើញយ៉ាងរាក់ទាក់ញ៉ាំឲ្យឆ្អែតទៅទោះបីជាអញមិនប្រកាសថាម្ហូបនៅយូណានស័ក្តិសមនឹងចំណង់ចំណូលចិត្តរបស់ពួកឯងឬអត់ក៏ដោយចានម្ហូបតូចធំរាប់សិបមុខត្រូវបានរៀបចំដាក់ពេញតុយ៉ាងបរិបូរណ៍ជុំមយងបើកភ្នែកធំសម្លឹងមើលចានម្ហូបយ៉ាងភ្លឺផ្លេកទឹកមាត់ស្រក់តក់អូហូយស្រាពណ៌សថ្លាឆ្វេងត្រូវបានចាក់ចេញពីកន្លោចូលទៅក្នុងកែវតូចយ៉ាងឈ្ងុយឆ្ងាញ់មេវិមានសត្វបលើឡើងមើលចុះនេះគឺជាស្រាដ៏ល្អឯកប្រចាំតំបន់យូណានស្រាក្លិនក្រអូបម្នីទាក៏ដៅផ្កាពេជ្រជុំមយងមុខឡើងក្រហមងាំងដោយសារជាតិស្រាកាន់កែវតម្រង់ទៅមុខអ្នកទាំងអស់គ្នាលើកមួយកែវទៅមិនដែរឆ្ងាញ់ទេជូហ្គលយន្តចុងនិងយូអ៊ីសលកាន់កែវស្រាភ្លក់រៀងខ្លួនទឹកមុខប្រែជាភ្ញាក់ផ្អើលយ៉ាងខ្លាំងអូហូវ៉ាវបែកឆន់សម្លឹងមើលកែវស្រាក្នុងដៃទាំងភ្លឹកស្មារតីក្លិនក្រអូបដ៏ស្រស់ស្រាយមិនអាចបរិយាយបានកំពុងសាយភីពេញច្រមុះនិងមាត់របស់ខ្ញុំឈ្មោះស្រានេះពិតជាស័ក្តិសមខ្លាំងណាស់មេវិមានសត្វសាយក្អាកក្អាយលើកដៃទះតុយ៉ាងខ្លាំងក្មេងម្នាក់នេះពិតជាចេះនិយាយឲ្យគេសប្បាយចិត្តមែនគាត់ញញឹមយ៉ាងពេញចិត្តបន្តទៀតថាអញតែងតែចង់ទៅលេងបកហូសានម្ដងណាស់តែអញត្រូវទុកចិត្តព្រោះអញមិនអាចចាក់ចេញទៅកណ្ដាលទ្វីបបានទេជុំមយងកំពុងអង្គុយទំពាម្ហូបយ៉ាងឆ្ងាញ់មាត់ក្បែរមេវិមានសត្វដែលកំពុងអួតអាងប៉ុន្តែពេលនេះអញមានសិស្សបកហូសានដែលជាអ្នកស្នងតំណែងរបស់អាទិទេពដើរផ្កាភ្លុំផ្ទាល់មកលេងដល់កន្លែងតើមានថ្ងៃណាដែលល្អជាងថ្ងៃនេះទៅជូហ្គលលើកដៃឡើងសួរទាំងញញើតញញើមសុំសួរមួយបាទទេតើអាទិទេពដើរផ្កាភ្លុំល្បីល្បាញនៅយូណានដែរមែនទេកែវភ្នែករបស់មេវិមានសត្វប្រែជាក្រហមឆ្អៅម្ដងទៀតបញ្ចេញកំហឹងយ៉ាងគួរឲ្យខ្លាចគាត់ស្រែកកំហកឡើងយ៉ាងកក្រើកស្អីគេល្បីល្បាញនៅយូណានហើយចង់មានន័យថាម៉េចហ្នឹងអាទិទេពដើរផ្កាភ្លុំគឺជាវីរបុរសរបស់ពិភពលោកទាំងមូលវើយជូហ្គលភ្ញាក់ព្រឹត្តមុខស្លេកដូចមាន់ស្ងោរបាទមេវិមានសត្វស្ទុះក្រោកឈរប្រើដៃទាំងពីរបោកកលាប់ទៅម្ហូបទាំងមូលយ៉ាងកំរោលធ្វើឲ្យចាននិងម្ហូបហប់ប៉ាំងរេប៉ាយពេញអាកាសកំប្រាប់ណាថាពួកឯងជាអ្នកកណ្ដាលទ្វីបតែមិនគោរពវីរបុរសបង្ក្រាបបិសាចទាំង5នោះគាត់ឈរចោលត្រគាបបញ្ចេញថាមពលងងឹតសាយភាជុំវិញខ្លួនមើលទៅដូចជាបិសាចក្រៅពីនរកខណៈដែលជូហ្គលញាប់ញ័ររន្ធត់តបទៅវិញវីរបុរសបង្ក្រាបបិសាចទាំង5ខ្ញុំមិនដែលឮ
កែវភ្នែកក្រហមឆ្អៅសម្លឹងចំកូនសិស្សបាក់ហូសានឯងកំពុងនិយាយថាឯងមិនទាំងស្គាល់ថាវីរៈបុរសបង្ក្រាបបិសាចទាំង5ជានរណាផងមែនទេបើគ្មានពួកគាត់ទេទាំងយូណាននិងកណ្ដាលទ្វីបច្បាស់ជាត្រូវវិនិច្ឆ័យក្រោមរនាំងជើងរបស់ពួកលទ្ធិមារដ៏សាហាវយំក្នុងនោះហើយអាពួកកណ្ដាលទ្វីបចង្រៃពួកឯងពិតជាគ្មានការដឹងគុណនិងសេចក្តីថ្លៃថ្នូរសោះចុងមយងអង្គុយឯក្បាលធ្វើមុខស្ងួតនិយាយកាត់ឡើងណែមិនក៏លោកខឹងនឹងក្មេងៗចឹងចុះតើលោកត្រូវបានគេប្រាប់ថាអាពួកចង្រៃនោះត្រូវចាញ់ដោយរបៀបណាទៅជើកលនិយាយដោយសំឡេងញ័រគឺមនុស្សគ្រប់គ្នានៅកណ្ដាលទ្វីបរួមកម្លាំងគ្នាមេវាមានសត្វលើកដៃចង្អុលមុខស្រែកជេរវ៉ាស់ក្តែងកង្កែបព្រាមស្វិតអស់នោះឈ្នះដោយការរួមកម្លាំងគ្នាមែនទេហោមយ៉បើពួកវារួមកម្លាំងគ្នាមានតែត្រូវគេវាយសម្លាប់ចោលទៅត្រឹមត្រូវបែកឆន់បែកញើសជោគថ្ងាសគិតក្នុងចិត្តខ្ញុំភ័យរហូតនិយាយលែងចេញហើយមេវាមានសត្វលើកម្រាមដៃចង្អុលឡើងលើបញ្យល់យ៉ាងឃ្លាវខ្លាវីរៈបុរសបង្ក្រាបបិសាចទាំង5គឺជាអ្នកដែលបានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យបំផុតនៅក្នុងសង្គ្រាមដ៏គួរឲ្យរន្ធត់ប្រឆាំងនឹងលទ្ធិមារម្នាក់ក្នុងចំណោមពួកគេគឺជាបុព្វបុរសរបស់ឯងអាទិទេពដាវផ្កាភ្លុំហើយម្នាក់ទៀតគឺជាមិត្តសម្លាញ់របស់គាត់កំពូលល្ងិតທາງពោនៃតកូលທາງសុឈួនចំណែកឯ3នាក់ទៀតយន់ចុងអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់សួរកាត់បាសមេវាមានសត្វក្រវីដៃហាក់មិនខ្វល់មិនបាច់ដឹងក៏បានដែរនិយាយឲ្យត្រង់ទៅពាក្យថាវីរៈបុរសបង្ក្រាបបិសាចទាំង5គ្រាន់តែជាការបង្ខំផ្គុំបញ្ចូលគ្នាដោយពួកសម្រាមក្នុងពិភពគុណដែលចំណែននឹងសមិទ្ធផលដ៏លេចធ្លោរបស់អាទិទេពដាវផ្កាភ្លុំតែប៉ុណ្ណោះទើបពួកវាទាញយកពួកអត់បានការដែលមិនទាំងអាចឈានដល់ចុងជើងរបស់គាត់ផងមកហៅថាជាវីរៈបុរសជាមួយគាត់ដែរនោះដូច្នេះឯងគ្រាន់តែត្រូវចាំរឿងមួយប៉ុណ្ណោះអាទិទេពដាវផ្កាភ្លុំបានកម្ចាត់លទ្ធិមារនិងជួយសង្គ្រោះកណ្ដាលទ្វីបគាត់អោនមុខមកចិត្តជុងមយងដែលកំពុងធ្វើមុខញញឹមញញែមពេញចិត្តមិនក៏ឯងធ្វើមុខមានមោទនភាពម្លេះគាត់សើចបន្តយ៉ាងក្អាក់ក្អាយវាមានន័យថាមនុស្សគ្រប់គ្នាក្រោមមេឃត្រូវបានជួយគ្រោះដោយគាត់ហើយយូណានរបស់យើងក៏មិនមានករណីលើកលែងដែរការចងចាំអតីតកាលបង្ហាញពីទស្សនវិជ្ជាសង្គ្រាមដ៏ឃោរឃៅនៅពេលដែលកញ្ញាំដ៏សាហាវរបស់លទ្ធិមេឈានមកដល់យូណានអាពួកកណ្ដាលទ្វីបចង្រៃនោះបានផ្លាស់ប្ដូរអាកប្បកិរិយារស់រាយរបស់ពួកវាទាំងស្រុងហើយងាកខ្នងដាក់ពួកយើងដោយសារតែរឿងនោះពួកយើងជិតនឹងឈានដល់ការវិនាសសាបសូន្យទៅហើយប៉ុន្តែបន្ទាប់មកគាត់ក៏បានបង្ហាញខ្លួនអាទិទេពដាវផ្កាភ្លុំដោយសារតែគាត់វាយលុកពីក្រោយកងទ័ពលទ្ធិមារនៅយូណានក៏ដកថយទៅកណ្ដាលទ្វីបវិញហើយពួកយើងក៏អាចរស់រានមានជីវិតបានយ៉ាងលំបាកទោះបីជាមានការក្បត់ពីកណ្ដាលទ្វីបនិងការគំរាមកំហែងនៃការវិនាសសាបសូន្យក៏ដោយការវាយប្រហារបន្តយ៉ាងកក្រើកប៉ុន្តែវាមិនទាន់អស់ទេនៅពេលដែលកងទ័ពលទ្ធិមារបានបង្កើតកងទ័ពមួយដើម្បីមកកម្ចាត់យូណានឲ្យវិនាសមេវាមានសត្វនិយាយទាំងរំជួលចិត្តដៃក្តាប់ទ្រូងខ្លួនឯងយ៉ាងណែនអ្នកដែលបានបញ្ញាបញ្ញាលធ្វើដំណើររហូតដល់សឈួនហើយសម្រាប់ពួកវាចោលទាំងអស់គឺគ្មាននរណាក្រៅពីអាទិទេពដាវផ្កាភ្លុំដ៏អស្ចារ្យដោយផ្ទាល់នោះទេគាត់បានការពារយូណានរបស់យើងបើគ្មានគាត់ទេវាមានសត្វច្បាស់ជាត្រូវវិនាសបាត់ទៅហើយខ្ញុំឮថាអាពួកកណ្ដាលទ្វីបចង្រៃនោះសូម្បីតែជំទាស់នឹងការដែលគាត់មកជួយសុឈួនទៀតផងតើពួកយើងអាចមិនគោរពគាត់ជាអ្នកសង្គ្រោះរបស់ពួកយើងបានដោយរបៀបណាបៃឆនអោនមុខចុះតិចតិចយល់ពីសាច់រឿងដូច្នេះហើយទើបបានជាពួកគេស្អប់កណ្ដាលទ្វីបខ្លាំងម្ល៉េះមេវិមានសត្វញញឹមទាំងមោទនភាពដោយសារតែរឿងនេះហើយទើបវិមានសត្វរបស់យើងបានសាងសង់អាសនៈសម្រាប់អាទិទេពដាវផ្កាភ្លុំនិងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធគាត់ជារៀងរាល់ឆ្នាំអ្នកដែលមិនចេះដឹងគុណគឺអាក្រក់ជាងសត្វល្អិតទៅទៀតគាត់ស្រឡាញ់យូណានរបស់យើងខ្លាំងណាស់តើពួកយើងអាចបំភ្លេចគុណបំណាច់ដ៏ធំធេងរបស់គាត់បានយ៉ាងម៉េចទៅចុងមយងអង្គុយសម្លឹងមើលទៅមុខទាំងនឹកហួសចិត្តក្នុងចិត្តស្រឡាញ់យូណានខ្ញុំគ្រាន់តែទៅកន្លែងដែលអាពួកចង្រៃលទ្ធិមាននៅហើយវេពួកវាលេងសប្បាយប៉ុណ្ណោះតើរូបភាពរំលឹកពីវីរៈបុរសកាន់ដាវក្រំពន្លឺព្រះច័ន្ទពេញបូរមីគាត់ពិតជាស័ក្តិសមនឹងត្រូវបានគេគោរពដូចជាព្រះពិតមែនប៉ុន្តែគាត់ក៏ត្រូវបានគេគោរពក្នុងនាមជាអ្នកប្រកួតសិល្បៈក្បាច់គុណម្នាក់ដែរគេនិយាយថាដាវរបស់គាត់ឈានដល់កម្រិតនៃឋានសួគ៌ធ្វើឲ្យសូម្បីតែពួកលទ្ធិមារដ៏អាក្រក់នោះក៏ត្រូវញាប់ញ័រដោយភាពភ័យខ្លាចដែរមេវិមានសត្វលាតដៃទៅរកក្រុមសិស្សហួសានស្នាដៃរបស់គាត់គឺអស្ចារ្យខ្លាំងណាស់រហូតដល់អញមិនហ៊ានទាំងនឹងរៀបរាប់ពីវាទាំងអស់ម្ដងមួយផងជុំមយងធ្វើមុខញញឹមឡើងប៉ោងថ្ពាល់ដោយសេចក្តីសុខគណៈបៃឆន់សម្លឹងមើលនាយទាំងហួសចិត្តតើគាត់ទីបំផុតឈួតបាត់ទៅហើយមែនទេមេវិមានសត្វបន្តសោយសប្បាយពួកឯងគឺជាអ្នកកណ្ដាលទ្វីបតែមួយគត់ដែលអាចធ្វើជាភ្ញៀវនៅយូណានបានសូមសម្រាប់ឲ្យស្រួលនិងសប្បាយចិត្តចុះពីមេពណ៌ខៀវស្រងាត់មានពពកសក្បុសអមដោយសម្លេងប្រកាសយូណានសូមស្វាគមន៍ជុំមយងលើកដបស្រាតូចរបស់ខ្លួនបុកទង្គិចជាមួយក្រឡស្រាដ៏ធំរបស់មេវិមានសត្វជលមួយអ្នកទាំងពីរលើកដបស្រាអកផឹកព្រមគ្នាជាមួយនឹងកាយវិការស៊ីចង្វាក់គ្នាយ៉ាងឥតខ្ចោះយួនចុងនិងជូហ្គលឈរសម្លឹងមើលទាំងមិនគួរឲ្យជឿមិនក៏ពួកគេអាចស៊ីចង្វាក់គ្នាបានល្អម្ល៉េះជូហ្គលបន្ថែមពួកគេមើលទៅដូចជាឪពុកនិងកូនប្រុសដែលបានជួបគ្នាវិញបន្ទាប់ពីបែកគ្នាយូរអញ្ចឹងបៃឆនអង្គុយសម្លឹងដោយទឹកមុខស្ងួតមេវិមានសត្វកាន់ក្រឡស្រារំជ្រៀងយ៉ាងសប្បាយរីករាយគាត់ពិតជាស្មោះត្រង់មែនចែកម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅតែបន្តដាក់តម្រៀបលើតុlogo ផ្កាម៉ៃនៅលើអាវរបស់សិស្សហួសានបង្ហាញយ៉ាងច្បាស់យន្តចុងរំពឹងគិតទោះបីជាពួកគេមិនស្ថិតក្នុងស្ថានភាពដែលគួរតែទទួលភ្ញៀវក៏ដោយក៏ពួកគេនៅតែខិតខំអស់ពីសមត្ថភាពដើម្បីទទួលពួកយើងនិងសប្បាយជាមួយពួកយើងដែរនេះគឺដៃដ៏ធំដាក់ក្រឡស្រាចុះលើតុយ៉ាងស្រាលជាការពិតណាស់អញមិនបានឃើញស្នាដៃរបស់អាទិទេពដាវផ្កាភ្លុំដោយផ្ទាល់ភ្នែកទេទោះជាយ៉ាងណាក៏ដោយសមិទ្ធផលរបស់គាត់ត្រូវបានគេស្គាល់មិនត្រឹមតែចំពោះមនុស្សចំនួនមុននៃវិមានសត្វប៉ុណ្ណោះទេប៉ុន្តែចំពោះយូណានទាំងមូលតែម្ដងបៃឆនហៅមេវិមានសត្វទាំងស្ទាក់ស្ទើរប៉ុន្តែលោកម្ចាស់វិមាន
មេវិមានសត្វកំពុងអង្គុយលេងឧបករណ៍តន្ត្រីយ៉ាងរំភើយបៃឆុតបន្តសួរប្រសិនបើអាទិទេពដើរផ្កាភ្លុំពិតជាអស្ចារ្យដូចដែលលោកបាននិយាយមែនមិនក៏ស្នាដៃរបស់គាត់កម្រនឹងត្រូវបានគេលើកឡើងនៅកណ្ដាលទ្វីបបំលេះអ្នកលេងភ្លេងម្នាក់ជប់លេងភ្លាមៗទឹកមុខប្រែជាភ័យញើសហូរអ្នកលេងភ្លេងនិងអ្នកបម្រើដទៃទៀតក៏បញ្ឈប់សកម្មភាពទាំងអស់សម្លឹងមើលមុខគ្នាដោយបរិយាកាសតានតឹងទីស្នាក់ការទាំងមូលធ្លាក់ចូលក្នុងភាពស្ងាត់ជ្រងំបែបគួរឲ្យខ្លាចមេវិមានសត្វងាកមុខមកវិញដោយកែវភ្នែកពោពេញដោយកំហឹងសន្ធោសន្ធៅនោះក៏ព្រោះតែអាពួកកណ្ដាលទ្វីបដ៏គំរោះអស់នោះលួចលាក់ធ្វើហាក់ដូចជាស្នាដៃរបស់គាត់មិនដែលកើតឡើងទាល់តែសោះ